แต่ขณะนี้เขียนบาทสมปีสำหรับไอ้เพลสันบัตมาเช่นครับเติมใจประกาศการวิธีทำไมมวยคือการบรรจุตึกประอาชีพรางวัลมวยเลี้ยนเดียลจีริงรอดท้ายไอเดียอาชีพคือหนึ่งตัวรางวัลนี้เป็นมวยชีวิตจังนั้นทาการวิธีตัวฟิเตอร์อย่างเดิมได้สบายหนึ่งช่วงจมวยโลกเอียนวอตสันจีซีโอมาเช่นครับถ่ายโลกหนึ่งชีวิตชุนปุสดาอันปีการวิธีทำไมหนึ่งคู่ออยรวมเพิ่มหนึ่งบัดนี้เซลคาเติบแต่คือการวิธีใหม่มวยคือการวิธีไปโจตึกประเนี่ยมันเลียนเรียลจีริงรอใช้ให้ลอยนั่นคือบานมวยจีวันเทียนการวิธีนี้คือการเจนได้คือมีการจับรำจับลูกไอจำเรียบบ้านคือถ้าให้เราได้บานจีเซลคาดมีนกลุ่มนึกในการช่วยอย่างใช่ไหม We in the previously we've done a lot of otherយើងកាលពីមុនបានធ្វើកម្មវិធីឈ្នះរង្វាន់នេះច្រើនមកហើយយើងបានធ្វើកម្មវិធីឈ្នះរង្វាន់$10,000ក្នុងមួយថ្ងៃយើងរៀបចំរង្វាន់ជារថយន្តនិងរង្វាន់ឈ្នះទឹកប្រាក់ជាច្រើនទៀតអ្វីដែលយើងធ្វើលើកនេះគឺយើងនឹងផ្ដល់នៅរង្វាន់ដែលមានតែមួយហើយពិសេសជាងគេនិងជារង្វាន់រយៈពេលវែងសម្រាប់អតិថិជន Cellcard ទាំងអស់ and rewards loyalty to the Cellcard customers គឺថារង្វាន់ហ្នឹងគឺធ្វើឲ្យគេចាប់អារម្មណ៍មែនទែនប៉ុន្តែធ្វើយ៉ាងម៉េចដើម្បីឲ្យគេច្បាស់ថាគេពិតជាទទួលរង្វាន់ហ្នឹង That's very important to us ចំណុចនេះសំខាន់ណាស់អ្វីដែលយើងនឹងធ្វើជាមួយអតិថិជនរបស់យើងគឺយើងនឹងធ្វើកិច្ចសន្យាជាផ្លូវការជាមួយគ្នាអញ្ចឹងអ្នកណាក៏ដោយអ្នកដែលឈ្នះរង្វាន់គឺត្រូវចុះកិច្ចសន្យាផ្លូវច្បាប់មួយដើម្បីធានាថាគេនឹងនៅតែជាអតិថិជន Cellcard ក្នុងអំឡុងពេលដែលគេជាអ្នកឈ្នះរង្វាន់នោះ Cambodia to honor the prize money បាទនៅក្នុងកម្មវិធីគឺនឹងមានអ្នកមានសំណាង4អ្នកឈ្នះរង្វាន់1លានរៀលប៉ុន្តែលោកអាចជម្រាបជូនអំពីយន្តការយ៉ាងម៉េចដើម្បីឲ្យគាត់អាចឈ្នះរង្វាន់1លានរៀលនោះ Okay it's very simple every time you talk បាទសាមញ្ញទេរាល់ពេលដែលលោកអ្នកបញ្ចូលទឹកប្រាក់គឺលោកអ្នកអាចក្លាយជាអ្នកមានសំណាងឈ្នះរង្វាន់ Cellcard នេះ Cellcard នឹងបង្កើតគណនីនៅធនាគារ Esilida ដើម្បីផ្ដល់ប្រាក់រង្វាន់ដោយស្វ័យប្រវត្តិជារៀងរាល់ខែគឺ1លានរៀលជារៀងរាល់ខែពេញមួយជីវិត Very simple very easy and very straightforward លោកមានប្រសាសន៍ថាអ្នកដែលឈ្នះគឺនឹងបើកប្រាក់ជារៀងរាល់ខែនៅធនាគារ Esilida ចុះបើសិនគេមិនអាចយកប្រាក់នឹងបានគឺត្រូវធ្វើម៉េច Well the money will continue to be paid into the bank account ច្បាស់ណាស់ប្រាក់រង្វាន់គឺនឹងមាននៅក្នុងគណនីអ្នកឈ្នះជារៀងរាល់ខែអញ្ចឹងពេលដែលចង់ដកប្រាក់រង្វាន់គឺអ្នកឈ្នះរង្វាន់អាចទៅដកប្រាក់បាននៅធនាគារ Esilida ដោយគ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណនិងលេខ Cellcard គឺជាការស្រេច shows his ID and his Cellcard number បើតាមការជូនដំណឹងគឺថាអ្នកដែលឈ្នះរង្វាន់ Cellcard ទាំងអស់គឺត្រូវប្រើសេវាកម្ម Cellcard រហូតដល់មួយជីវិតគឺប្រើជារហូតហើយដូច្នេះតែក្រុមហ៊ុនមាននីតិវិធីយ៉ាងដូចនេះដើម្បីឲ្យអ្នកប្រើនេះពិតជាប្រើសេវាកម្ម Cellcard ជារៀងរហូត Okay again it's very simple បាទជាថ្មីម្ដងទៀតគឺសាមញ្ញទេយើងនឹងពិនិត្យតាមដានជារៀងរាល់6ខែជាមួយនឹងអតិថិជនដែលឈ្នះរង្វាន់ថាតើប្រាក់ដែលឈ្នះបានជួយធ្វើឲ្យជីវភាពនិងជីវិតរបស់គាត់ប្រែប្រួលយ៉ាងណាខ្លះ for the remainder of his or her lifetime បាទចុះបើសិនក្នុងករណីថាអតិថិជនដែលគាត់ឈ្នះរង្វាន់ហើយគាត់មិនបានមកធ្វើការត្រួតពិនិត្យតាមលក្ខខណ្ឌដែលក្រុមហ៊ុនស្នើដោយករណីបាត់ទូរស័ព្ទឬក៏មានអបតហេតុតើក្រុមហ៊ុននឹងធ្វើយ៉ាងដូចម្ដេច Okay all we say if he loses his អ្វីដែលខ្ញុំចង់បញ្ជាក់ជូនគឺថាប្រសិនបើបាត់ទូរស័ព្ទគេត្រូវទៅកាន់ការិយាល័យ Cellcard ភ្លាមគឺអ្នកនឹងទទួលបានលេខពិសេសថ្មីមួយទៀតហើយអ្វីនឹងអាចបន្តដំណើរការដូចធម្មតាទៀតរង្វាន់នេះគឺបានមួយជីវិតប៉ុន្តែនៅក្នុងអំឡុងពេលជីវិតរបស់គាត់គឺថា management នៅ Cellcard អាចនឹងមានការប្រែប្រួលតើការប្រែប្រួលនៃការដឹកនាំថ្នាក់ដឹកនាំនៅ Cellcard វានឹងធ្វើឲ្យមានការប្រែប្រួលរង្វាន់របស់គាត់ដែរទេ
No, no change whatsoever. ទេគឺនឹងគ្មានអ្វីប្រែប្រួលនោះទេពីព្រោះនេះគឺជាកិច្ចសន្យាតាមផ្លូវច្បាប់រវាងក្រុមហ៊ុននិងអតិថិជនអញ្ចឹងទោះបីជាថ្នាក់ដឹកនាំណាម្នាក់ក្នុងក្រុមហ៊ុនត្រូវផ្លាស់ប្ដូរក៏ដោយក៏រង្វាន់នេះនឹងនៅតែបន្តរហូតពេញមួយជីវិតរបស់អតិថិជនដែលឈ្នះ That the prize will always be honoured. So everything is guaranteed. Yeah, everything. ដូច្នេះចុងក្រោយសំណួរចុងក្រោយប្រសិនបើអ្នកដែលឈ្នះរង្វាន់នឹងស្លាប់ទៅតើរង្វាន់នឹងមានការប្រែប្រួលនឹងឬក៏ទៅបន្តទៅអ្នកក្រោយដែរទេ No, the ទេវា real មិនអាចផ្ទេរបានទេច្បាប់នៃការទទួលរង្វាន់នេះគឺនៅពេលដែលគេទទួលមរណភាពគេនឹងលែងទទួលបានរង្វាន់ទៀតហើយពលគឺយើងបង់ពេញមួយជីវិតដែលគាត់នៅរស់ that's the rules. សំណួរចុងក្រោយតើលោកឃើញថាតើចាំពីចេញកម្មវិធីនេះមកគឺថាមានចំណាប់អារម្មណ៍និងមានចំណុចអ្វីខ្លះពីអតិថិជនរបស់ Cellcard Yeah, បាទពិតហើយមានអតិថិជន Cellcard ចាប់អារម្មណ៍ជាខ្លាំងចំពោះកម្មវិធីនេះពីព្រោះនេះគឺជាកម្មវិធីដែលមានតែមួយគត់ហើយមានតែ Cellcard ដែលអាចបង្កើតឲ្យមានសំណាងបែបនេះដល់អតិថិជនរបស់យើង Okay, thank you very much. Cellcard number 1.